ជំរាបសួរបងប្អូនទាំងអស់គ្នាមកហូបនំបញ្ចុកទឹកជ័យជុំគ្នាមួយម៉ាមីបងប្អូនអើយឆ្ងាញ់ណាស់នំបញ្ចុកហ្នឹងគេហូបមួយអំបិលបុកម្ទេសហ៎បងប្អូនប៉ុន្តែខ្ញុំដាក់រសជាតិល្មមមកអត់បុកដាក់ម្ទេសខាំតែម្ដងក្រុមជួយបងប្អូនចិត្តឆ្ងាយទទួលទានជុំគ្នាមួយម៉ាមីអូយបានគួយឆ្មាមួយចំណិតមកទៀតណែនណាម៉ាមីចាំហ៎បងប្អូនជំរាបសួរបងប្អូនទាំងអស់គ្នាមកហូបត្រីណៃអត់ឆ្អឹងជុំគ្នាមួយម៉ាមីចាអូពិសេសណាស់ម្ដងនេះចាមាននឹងស្បែកមានទាំងម្ទេសបំពងចានិយាយថាឆ្ងាញ់គ្រប់មាត់តែម្ដងណាមានស្នេហ៍ចាមកបងប្អូនកូនគួយទៅឆ្ងាយចាំក្រុមជើញទទួលទានជុំគ្នាជាមួយម៉ាមីចាម៉ាមីញ៉ាមកបងប្អូនអើយដល់ពេលវាឆ្ងាញ់ចូលមកតែម្ដងទិញហើយទិញទៀតចាជំរាបសួរបងប្អូនទាំងអស់គ្នាតាហូបមីឆាជុំគ្នាមួយម៉ាមីបងប្អូនអើយមិនដឹងហូបអីទេហូបនេះតែមិនត្រូវមាត់ហូបនោះមិនត្រូវមាត់ចឹងឆាមីសាកម្ដងមើលវាត្រូវមាត់ហើយអត់ចាត្រូវមាត់បងប្អូនអស់លីងតែម្ដងចាមានស្នេហ៍អើយដល់ពេលខែក្តៅនិយាយទឹកផឹកក្រៃលែងតែម្ដងទឹកណាមានស្នេហ៍ចាមកក្រុមជើញហូបជុំគ្នាបងប្អូនកូនក្មួយជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនអើយបងប្អូនអ្នកខ្លះឆ្ងាញ់បាយក្តៅដូចជាម៉ាមីចាម៉ាមីឆ្ងាញ់បាយក្តៅដាំរយះណាបងប្អូននឹងនិយាយឈ្ងុយតែម្ដងតែគ្មានហូបអីបងប្អូនមានតែសក់នឹងខ្លួនឯងបងប្អូនជ្រក់សក់ចាចង់ដាក់ខ្ទឹមដែរតែខ្ទឹមវាអស់ទៅមានស្នេហ៍អើយមានហូបចឹងមានស្នេហ៍មកជុំជាមួយម៉ាមីបងប្អូនហូបបែបសាមញ្ញមកកាណូយកណាអស់ទេជំរាបសួរបងប្អូនទាំងអស់គ្នារីករាយជាមួយនឹងនំបញ្ចុកទឹកស្លកជ័យបងប្អូនចាកូនស្រីខ្ញុំធ្វើហូបតែម្ដងញ៉ាបងប្អូនណាដែលណាខ្លះដែលចូលចិត្តអញ្ចឹងបងប្អូនក្រុមជើញហូបនំបញ្ចុកទឹកសម្លកជ័យជុំនេះជាមួយម៉ាមីណាមានស្នេហ៍ចាជាតិណាបងប្អូនអើយជំរាបសួរស្នប់ចិត្តទាំងអស់គ្នាទទួលទានអាហារឬនៅចាបើមិនតន់ទេមកមានស្នេហ៍តាមថ្លៃហូបបាយជុំម៉ាមីចាបានសឡំជូរដើមចេកនិយាយតែឆ្ងាញ់អូឆ្ងាញ់ជាតិមានស្នេហ៍តាមថ្លៃអូមកអ្នកដែលស្នេហាតែសឡំជូរបែបស្រុកស្រែចំការរសជាតិអ្នកម្ដាយចាតែខ្ញុំឆ្លងខ្លួនឯងតែមានស្នេហ៍មកក្រុមជើងហូបបាយជុំនេះជាមួយម៉ាមីណាចាឆ្ងាញ់ណាស់ឡំជូរដើមចេកបែបស្រុកស្រែចាជំរាបសួរបងប្អូនទាំងអស់គ្នាចាមកហូបនំបញ្ចុកជាមួយនឹងស្ងោរស្ពៃជូរជុំគ្នាជាមួយម៉ាមីចាម៉ាមីនឹងថាស្អីក៏ឆ្នៃហូបកើតទេបងប្អូនតែមាននៅក្នុងផ្ទះអញ្ចឹងណាបកាយជាងគេក៏បកាយឆ្នៃនឹងតែម្ដងនឹងមានស្នេហ៍តាមថ្លៃមកអញ្ជើញឆ្ងាញ់ជំរាបសួរស្នប់ចិត្តដល់បេដងទាំងអស់គ្នាទទួលទានអាហារឬនៅចាស់បងមិនតាន់ទេបងប្អូនរីរីជាមួយនឹងស្លម្ជូរច្រេះចាម្ជូរច្រេះដាក់ត្រួយអំពិលបងប្អូនអូយនិយាយពីសិតត្រីទាំងខាប់តែម្ដងទាំងត្រីទាំងត្រួយអំពិលទាំងត្រួយច្រេះចាស្មើគ្នាតែម្ដងមានស្នេហ៍អើយស្លបែបស្រុកស្រែអញ្ចឹងថាវាឆ្ងាញ់ដូចឆ្ងាញ់តែមិនបានស្រស់ទេច្រេះនឹងបងប្អូនព្រោះវាអត់ខាយើងញញវាមើលភ្លក់វាមើលទៅវាអត់ខាអញ្ចឹងទៅយើងដាក់ទាំងស្រស់តែម្ដងបងប្អូនណាខ្លះធ្លាប់ស្លបែបដូចម៉ាមីអញ្ចឹងបងប្អូនឆ្ងាញ់ដល់កអូអូ